កីឡាករផាកជីសុងត្រូវបានគេស្គាល់ថាជាកីឡាករអាស៊ីដ៏ជោគជ័យម្នាក់ហើយគាត់ក៏បានជួយត្រួសត្រាផ្លូវឲ្យកីឡាករអាស៊ីផ្សេងទៀតបានចេញទៅលេងនៅក្នុងតំបន់អឺរ៉ុបបើយើងនិយាយចាប់ពីជំនាន់របស់ផាកជីសុងរហូតមកដល់បច្ចុប្បន្ននេះគឺមានកីឡាករអាស៊ីរបស់យើងល្បីៗច្រើនខ្លាំងមែនទែនដូចជាកីឡាករជប៉ុនហើយក៏ជាអតីតគ្រូបង្វឹករបស់កម្ពុជាយើងគឺលោកគ្រូគីសាកេហុងដាសិនជីកាកាវ៉ាដែលគាត់លេងនៅក្លឹប Borussia Dortmund ហើយបន្តទៀតក៏ផ្លាស់មកលេងនៅ Manchester United ហើយក៏មានកីឡាករកូរ៉េខាងត្បូងដូចជាឆុងយ៉ុងលីគីសឹងយុនដែលខ្ញុំតែងតែទស្សនាការប្រកួតរបស់ពួកគាត់ហើយរហូតមកដល់បច្ចុប្បន្ននេះគឺមានដូចជាតាកេហ្វូសាគូបូហើយក៏មានខារូមីតូម៉ាដែលកំពុងតែលេងនៅក្នុងក្លឹប Brighton ហើយបើសិនជាអ្នកទាំងនេះជា fan របស់ Arsenal សេរីចាស់ប្រកាសជាស្គាល់កីឡាករ Arsenal ហើយនិង Ryo Miyaichi ដែល Miyaichi គឺជាកីឡាករអាស៊ីមួយរូបដែលមានល្បឿនលឿនខ្លាំងមែនទែនក៏ប៉ុន្តែរាល់កីឡាករដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងកម្រិតមួយមានតែបរិះម្នាក់នេះទេគឺសុនហុងមីនគឺស្ថិតនៅក្នុងកម្រិតមួយដែលខ្ពស់ជាងអ្នកទាំងអស់ហ្នឹងទៅទៀតបើខ្ញុំនិយាយអំពីសុនហុងមីនគាត់គឺជាកីឡាករអាស៊ីម្នាក់ដែលមានតម្លៃខ្លួនខ្ពស់ជាងគេហើយបើនិយាយអំពីសមត្ថភាពរបស់គាត់អ្នកណាក៏ដឹងដែរថាគាត់គឺពិតជាល្អខ្លាំងមែនទែនហើយក្រៅពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់នៅលើទីលានពាក់ព័ន្ធជាមួយអត្តចរិតរបស់គាត់ក៏ត្រូវបានអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកគោរពស្រឡាញ់គាត់គេតែងតែហៅគាត់ថាជាកីឡាករដែលគ្មានអ្នកស្អប់មនុស្សភាគច្រើនគឺតែងតែឃើញស្នាមញញឹមរបស់គាត់ជាទូទៅគឺសុនហុងមីនតែងតែដើរញញឹមជានិច្ចក៏ប៉ុន្តែនៅក្រោយស្នាមញញឹមរបស់ពួកគាត់ជីវិតរបស់គាត់កាលពីកុមារភាពគឺឆ្លងកាត់នៅរឿងជូរចត់ខ្លាំងមែនទែនជាពិសេសគឺពាក់ព័ន្ធជាមួយនឹងជីវភាពក្រុមគ្រួសាររបស់គាត់ហើយសំខាន់ជាងគេគឺឪពុករបស់គាត់កាចខ្លាំងមែនទែនឪពុករបស់គាត់គឺតែងតែឲ្យគាត់ជាមួយនឹងបងប្រុសគាត់វឹកហាត់បាល់ទាត់ជារៀងរាល់ថ្ងៃហើយការវឹកហាត់របស់គាត់នេះគឺវឹកហាត់ដូចតាហ៊ានអញ្ចឹងមួយថ្ងៃហាត់យ៉ាងហោចណាស់ក៏បាន4ម៉ោងដែរហើយបើសិនជានៅក្នុងការវឹកហាត់4ម៉ោងហ្នឹងគាត់ធ្វើអត់បានល្អឪពុករបស់គាត់នឹងបន្ថែមម៉ោងតទៅទៀតនេះគឺដោយសារតែឪពុករបស់គាត់គឺជាអតីតកីឡាករអាជីពហើយមួយទៀតឪពុករបស់គាត់គឺមានផ្នត់គំនិតមួយថាបើសិនជាមានមូលដ្ឋានគ្រឹះល្អនោះអ្វីផ្សេងទៀតនឹងងាយស្រួលសម្រាប់កូនប្រុសគាត់ទៅថ្ងៃអនាគតដូច្នេះជីវិតរបស់សុនហុងមីនពីកុមារភាពមកគឺអត់សូវស្គាល់សេរីភាពនិងការសប្បាយដូចក្មេងដទៃទៀតទេដោយជីវិតរបស់គាត់គឺចំណាយពេលច្រើនមែនទែនចំពោះការវឹកហាត់បាល់ទាត់ដ៏តឹងតែងពីឪពុករបស់គាត់ហើយដោយសារតែការវឹកហាត់រាប់សិបម៉ោងនៅក្នុងមួយថ្ងៃនេះហើយដែលយើងមើលឃើញថាសុនហុងមីនគឺជាកីឡាករម្នាក់ដែលប្រើជើងឆ្វេងក៏ខ្លាំងជើងស្ដាំក៏ខ្លាំងសមត្ថភាពក្នុងការសុទ្ធបញ្ចូលទីរបស់គាត់កាលពីក្មេងគឺមួយថ្ងៃសុទ្ធ1000គ្រាប់យើងឃើញថាគាត់សុទ្ធបានល្អមែនទែនហើយជាពិសេសសម្រាប់អ្នកលេង e-football គឺចូលចិត្តជាងគេចំពោះ skill blitz color របស់សុនហុងមីនហើយដោយសារតែខ្ញុំធ្លាប់និយាយអំពីកីឡាករបែកខាងអាមេរិកឡាទីនកីឡាករអឺរ៉ុបរួចហើយឥឡូវនេះគឺដល់វេនដែលយើងនិយាយអំពីកីឡាករអាស៊ីរបស់យើងវិញម្ដងហើយចង់ដឹងថាជីវិតលម្អិតរបស់សុនហុងមីនបែបណានៅក្នុងពេលមួយថ្ងៃឬក៏2ថ្ងៃទៀតបងប្អូនទាំងគ្នានឹងបានទស្សនាអំពីជីវិតបាល់ទាត់របស់កីឡាករសុនហុងមីនហើយចុងក្រោយក៏សំណូមពរឲ្យបងប្អូនទាំងគ្នាកុំភ្លេចចូលទៅ Subscribe Channel YouTube របស់ខ្ញុំមួយផងដោយសារការពីវីដេអូមុនខ្ញុំគឺទទួលបាន Subscriber រហូតដល់1000នាក់ហើយអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន